នៅក្នុងមេរៀននេះខ្ញុំបាទនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបប្រើប្រាស់ System Restore នៅក្នុង Microsoft Windows 7 និង Microsoft Windows XP ក៏ដោយក៏លោកអ្នកអាចប្រើប្រាស់បានដែរគឺ System Restore ដើម្បីថែទាំកុំព្យូទ័ររបស់លោកអ្នកបង្ការពេលដែលកុំព្យូទ័រមានបញ្ហាលោកអ្នកអាចត្រឡប់ទៅរកស្ថានភាពដែលកុំព្យូទ័រដើរបានល្អវិញបាទដើម្បីប្រើប្រាស់ System Restore សូមលោកអ្នកចូលទៅកាន់ Start Menu នៅក្នុង Start នេះដល់ពេលលោកអ្នកចុចលើ Start ហើយសូមប្រើប្រាស់នៅក្នុងប្រអប់នេះចំពោះ Windows 7 វាពាក្យ Restore នោះលោកអ្នកនឹងឃើញពាក្យ System Restore ដែលមាននៅខាងលើនេះហើយការប្រើប្រាស់ System Restore នេះគឺមាន2ចំណុចទី1គឺការ create restore point នេះគឺជាការ create restore point ការ create restore point នេះបានន័យថាលោកអ្នកអាចបង្កើតនៅ restore point បានចំណុចដែល Windows នឹងធ្វើការត្រឡប់ទៅរកនៅពេលដែល Windows ធ្វើការ restore ឧទាហរណ៍ថានៅពេលនេះកុំព្យូទ័ររបស់អ្នកដើរបានស្រួលទេមិនមានអីជាបញ្ហាទេដូច្នេះលោកអ្នកអាចបង្កើត restore point សម្រាប់ស្ថានភាពកុំព្យូទ័រនៅពេលនេះដើម្បីប្រើប្រាស់នៅពេលក្រោយនៅពេលដែលកុំព្យូទ័ររបស់លោកអ្នកមានបញ្ហាលោកអ្នកអាច restore មករកចំណុចនេះវិញបានន័យថា restore ត្រឡប់មករកចំណុចដែលវាដើរធម្មតាឧទាហរណ៍ឥឡូវនេះគឺកុំព្យូទ័ររបស់យើងដើរធម្មតាដូច្នេះយើងអាច create restore point បានចុចលើ restore point បន្ទាប់មកលោកអ្នកនៅក្នុងចំណុចចុងក្រោយគេនេះគឺមានតកតងទៅនឹង create restore point ដូច្នេះសូមលោកអ្នកចុច create នៅត្រង់នេះបន្ទាប់មកវាឈ្មោះ restore point ដែលលោកអ្នកចង់ restore ឧទាហរណ៍ថា OK performance ហើយថានៅក្នុងចំណុចនេះគឺកុំព្យូទ័រដើរធម្មតាសូមចុច create បន្ទាប់ពីចុច create ហើយ Windows 7 នឹងធ្វើការ restore ចំណុចដែលត្រូវ restore នេះបែរថា Windows 7 នឹងកត់ទុកនៅចំណុចដែល Windows ដើរបានស្រួលបន្ទាប់ពី restore រួចរាល់ហើយនឹងចេញទាំងនេះមកសូមចុចបិទវិញបាទសូមចុច OK បន្ទាប់ពីបង្កើត System Restore ហើយលោកអ្នកអាចប្រើប្រាស់ចំណុចដែលបានបង្កើតអំបញ្ញមិញនៅពេលដែលនៅថ្ងៃខាងមុខទៅប្រសិនបើលោកអ្នកប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នកទៅមានបញ្ហាផ្សេងដូចជាកុំព្យូទ័រដើររៀងយឺតជាងមុនឬក៏មានបាត់បង់នៅ program ណាមួយប្រើលែងសូវស្រួលជាដើមដូចជាបើកគាំងជាដើមនោះលោកអ្នកអាច restore ត្រឡប់មកចំណុចដែលយើងបង្កើតអំបញ្ញមិញគឺ OK performance អំបញ្ញមិញគឺជាពេលវេលាដែលកុំព្យូទ័ររបស់អ្នកកំពុងតែដើរបានល្អនៅពេលនេះបាទដើម្បី restore ត្រឡប់ទៅរកចំណុចអំបញ្ញមិញដែលយើងបានបង្កើតឧទាហរណ៍ថាថ្ងៃខាងមុខទៅលោកអ្នកប្រើស្រាប់តែកុំព្យូទ័ររបស់អ្នកមានបញ្ហាដើរគាំងជាដើមលោកអ្នកអាច restore វិញបានដោយចុចនៅត្រង់នេះចំណុច start ហើយវាដូចខាងដើមដែរគឺ restore ចំពោះ Microsoft Windows 7 ឬហើយលោកអ្នកនឹងឃើញពាក្យ System Restore សូមចុចត្រង់នេះបន្ទាប់ពីលោកអ្នកចូលមកដល់កន្លែង System Restore នេះសូមចុចរកជម្រើសចុងក្រោយនេះ Choose a different restore point សូមចុចត្រង់នេះបន្ទាប់មកចុច Next នៅពេលដែលចុច Next ហើយលោកអ្នកនឹងឃើញនៅចំណុចដែលយើងបានបង្កើតអំបញ្ញមិញគឺ OK performance ដូច្នេះលោកអ្នកអាចចុចជ្រើសរើសនៅត្រង់នេះរួចហើយចុច Next ទៀតដើម្បីឲ្យកុំព្យូទ័ររបស់លោកអ្នកធ្វើការ restore គួរចំណាំថាប្រសិនបើលោកអ្នកមិនបានបង្កើត restore point ដែលនៅត្រង់នេះទេគឺ Windows នឹងចេញជាស្វ័យប្រវត្តិនៅចំណុច restore ផ្សេងដែលបង្ហាញនៅត្រង់នេះហើយនៅពេលដែលលោកអ្នកចុចនៅលើ restore point មួយលោកអ្នកអាចចុច scan for affected programs បានន័យថាពេលដែល restore ទៅចំណុចនេះតើមានបញ្ហាអ្វីខ្លះនឹងប៉ះពាល់ទៅកម្មវិធីមួយចំនួនដែលបាន install បាទសូមកត់សម្គាល់ថានៅពេលដែលលោកអ្នក restore ទៅរកចំណុចណាមួយបានន័យថាកម្មវិធីផ្សេងដែលបង្កើតឬក៏ install នៅក្រោយដែលយើងបង្កើត restore point នេះគឺនឹងត្រូវបាត់ឧទាហរណ៍នៅក្នុងករណីនេះមាន restore point មួយដែលនៅត្រង់ថ្ងៃ19 ខែ 5
ឧទាហរណ៍ពេលដែលលោកអ្នកចុច scan នោះ Windows នឹងធ្វើការ scan រកកម្មវិធីដែលប៉ះពាល់ប្រសិនបើលោកអ្នក restore ទៅរកចំណុចថ្ងៃទី19 ខែ 5 អំបញ្ញមិញសូមចាំមួយផ្លែតដើម្បីកុំព្យូទ័រធ្វើការ scan បាទបន្ទាប់ពី scan រួចរាល់ហើយ Windows នឹងបង្ហាញថាកម្មវិធីទាំងនេះនៅពេលដែលលោកអ្នក restore ទៅរកចំណុចអំបញ្ញមិញគឺ19 ខែ 5 គឺនឹងត្រូវបាត់បង់ដោយសារតែកម្មវិធីទាំងនេះគឺត្រូវបាន install នៅក្រោយថ្ងៃ19 ខែ 5 បាទនេះគឺជាចំណុចមួយដែលគួរកត់សម្គាល់ហើយកម្មវិធីទាំងនេះនឹងត្រូវបាត់ហើយលោកអ្នកប្រសិនបើចង់ install ឡើងវិញអាច install បានហើយប្រសិនបើលោកអ្នក restore ទៅរកចំណុចអំបញ្ញមិញគឺកម្មវិធីទាំងនេះនឹងត្រូវបាត់បង់បាទបន្តមកចុច close នោះលោកអ្នកនឹងដឹងថាប្រសិនបើលោកអ្នក restore ទៅកាន់ថ្ងៃ19 ខែ 5 នឹងបាត់បង់នៅកម្មវិធីចំនួនប្រមាណប៉ុន្តែអ្វីដែលសំខាន់នោះគឺ Windows នឹងវិលទៅរកស្ថានភាពនៅថ្ងៃ19 ខែ 5 នេះបើសិនបើលោកអ្នកបានបង្កើត restore point រួចហើយលោកអ្នកអាច restore ទៅរកចំណុចនេះបានដោយសារតែចំណុចនេះគឺជាចំណុចដែលកុំព្យូទ័ររបស់លោកអ្នកដើរបានស្រួលបាទនេះគឺជារបៀប restore ហើយបន្ទាប់មកសូមចុច next ដល់ពេលដែលចុច next គឺ Windows នឹង confirm លោកអ្នកថាប្រកាសជាចង់ទៅ restore ទៅចំណុចអំបញ្ញមិញមែនទេដល់ពេលនោះសូមចុច finish នោះ system restore នឹង restore កុំព្យូទ័ររបស់អ្នកទៅរកស្ថានភាពដែលលោកអ្នកបានជ្រើសរើសអំបញ្ញមិញសូមចុច finish បាទបន្ទាប់ពីចុចរួចរាល់ហើយទាំងនេះនឹងបង្ហាញបញ្ជាក់លោកអ្នកម្ដងទៀតថាប្រសិនបើលោកអ្នកធ្វើការ restore គឺមិនអាចត្រឡប់ក្រោយបានទេសូមចុច yes ប្រសិនបើលោកអ្នកចង់ restore ឬក៏ no បើលោកអ្នកមិនចង់ restore ទេបាទចំពោះករណីឥឡូវនេះខ្ញុំបាទមិនចង់ restore ទេខ្ញុំបាទចុច no ប្រសិនបើលោកអ្នកចង់ restore សូមចុច yes បាទនេះគឺជារបៀបងាយក្នុងការថែទាំកុំព្យូទ័ររបស់លោកអ្នកឲ្យដើរបានស្រួលហើយនឹងវិលត្រឡប់ទៅរកស្ថានភាពដែលដើរបានស្រួលវិញដោយប្រើ restore point និង restore system នៅក្នុង Microsoft Windows 7 ចំពោះ Microsoft Windows XP ក៏អនុវត្តដូចគ្នាដែរលោកអ្នកអាចរកនៅ restore system restore នៅក្នុង all program ហើយចូលទៅក្នុង accessory ហើយចូលទៅក្នុង system tool នោះលោកអ្នកនឹងឃើញពាក្យ system restore ហើយលោកអ្នកអាចប្រើប្រាស់បានដូចជា Microsoft Windows 7 អញ្ចឹងដែរបាទសម្រាប់ពេលនេះមេរៀនទាក់ទងទៅនឹងការថែទាំកុំព្យូទ័រដោយប្រើ system restore ត្រូវបានដល់ទីបញ្ចប់ហើយខ្ញុំបាទសូមអរគុណចំពោះការតាមដានសិក្សាទាំងអស់គ្នាសូមជូនពរជួបតែសំណាងល្អសម្រាប់ពេលនេះខ្ញុំបាទសូមជម្រាបលា